ខ្ញុំឈ្មោះស៊ូម៉ារីគឺជាកសិករដែលដាំបន្លែសុវត្ថិភាពនៅក្នុងរោងសំណាញ់ដែលមានទីតាំងនៅភូមិដើមផ្ដៀកឃុំត្រែងយើងស្រុកមុនសើខេត្តកំពង់ស្ពឺទស្សនាខ្ញុំនេះគឺខ្ញុំដាំតែម្ទេសទេប្រភេទម្ទេសឆាគេហៅថាម្ទេសផ្លោកម្ទេសហាវ៉ៃវែងដោយសារពីមុនខ្ញុំធ្លាប់ដាំម្ទេសនៅក្រៅរោងអញ្ចឹងពេលដាំទៅម្ទេសហ្នឹងវាស្ពូនវាលលួយវាលលាកពេលត្រូវអាកាសធាតុទៅវាលលាកវាលលួយអញ្ចឹងខ្ញុំដាំអត់បានដល់ពេលហើយខ្ញុំក៏ធ្វើបទពិសោធន៍យកម្ទេសហ្នឹងសាកដាំក្នុងរោងវិញដល់ពេលខ្ញុំដាំក្នុងរោងជាក់ស្ដែងគឺម្ទេសនេះខ្ញុំបេះរយៈពេល5ខែហើយការចំណូលចំណាយក្នុងការដាំគឺខ្ញុំចំណាយតិចបំផុតដោយសារអីដាំម្ទេសក្នុងរោងអត់ដែលបាញ់ថ្នាំគីមីទេគឺម្ទេសហ្នឹងវាលូតលាស់ដោយសារយើងអត់មានត្រូវប៉ះទឹកភ្លៀងអីទេគឺម្ទេសយើងល្អការខ្ញុំដាំនៅក្រៅគឺខ្ញុំបេះអត់បានទេពេលខ្ញុំដាំម្ទេសនៅខាងក្រៅគឺបេះបានយ៉ាងយូរ2ខែប៉ុន្តែជាក់ស្ដែងខ្ញុំដាំក្នុងរោងសំណាញ់នេះម្ទេសខ្ញុំបេះបានរយៈពេល5ខែផ្ទះសំណាញ់របស់ខ្ញុំនេះដែលមានទទឹង10បដោយនឹង25នេះគឺបានការឧបត្ថម្ភពីគម្រោងអែមនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺហើយនៅក្នុងនោះដែរការដែលដាំដុះបានល្អនេះគឺមានមន្ត្រីកសិកម្មឃុំក្នុងឃុំត្រែងយើងគាត់តែងតែជួយមកបង្ហាត់បង្រៀនការប្រើប្រាស់ជីបច្ចេកទេសចង់និយាយតិចទេក្នុងការដាំដុះកាលពីមុនខ្ញុំដាំកូនបន្លែអីខ្ញុំដាំតាមការចេះដឹងរបស់ពួកខ្ញុំដែលមិនធ្លាប់បានរៀនគឺខ្ញុំតែងតែយកគ្រាប់ទៅដាំផ្ទាល់ដល់ពេលហើយវាអត់សូវបានផលប្រាប់ពីមន្ត្រីកសិកម្មឃុំគាត់មកផ្ដល់បច្ចេកទេសមកគាត់ឲ្យខ្ញុំយកគ្រាប់ដាក់ផ្សំក្នុងត្រេរួចយកពីត្រេទៅដាំដល់ពេលខ្ញុំធ្វើតាមបច្ចេកទេសរបស់ពួកគាត់គឺខ្ញុំទទួលបានផលច្រើនពីមុនខ្ញុំធ្លាប់តែដាំផ្ទាល់តែឥឡូវអត់ទេគឺខ្ញុំដាក់ត្រេតាមពួកគាត់ឲ្យប្រាប់អញ្ចឹងទៅឥឡូវខ្ញុំបានដាក់ត្រេហើយរៀបយកទៅដាំហើយខ្ញុំធ្លាប់សាកដាំហើយគឺខ្ញុំទទួលបានផលច្រើនជាងការដែលខ្ញុំដាំខ្លួនឯងក៏បានស្វែងជួយរកទីផ្សារជួយផ្សព្វផ្សាយទៅខាងក្រៅសម្រាប់បងប្អូនដែលគាត់ចង់ត្រូវការបន្លែសុវត្ថិភាពបន្លែដែលបានចេញពីផ្ទះសំណាញ់ហ្នឹងមន្ត្រីកសិកម្មឃុំគាត់តែងតែចុះមករាល់សប្តាហ៍សម្រាប់ជួយដល់សហគមន៍ជួយដល់ពួកខ្ញុំសម្រាប់ការប្រើប្រាស់ជីទៅតាមស្តង់ដារដើម្បីឲ្យបន្លែយើងខ្លាយជាបន្លែសុវត្ថិភាពលក់បានតម្លៃថ្លៃជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងកសិកម្មដែលបានបញ្ជូនមន្ត្រីកសិកម្មឃុំមកជួយផ្សព្វផ្សាយនិងផ្ដល់បច្ចេកទេសដល់ក្រុមប្រជាកសិកររបស់យើងខ្ញុំដែលស្ថិតនៅក្នុងភូមិដើមផ្ដៀកនេះដើម្បីធ្វើការដាំដុះឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងឡើងចាសូមថ្លែងអំណរគុណ